ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះខុតធីរ៉ាថ្ងៃនេះខ្ញុំមកធ្វើការ presentation ទៅលើ project Predicom ដែល project របស់ខ្ញុំគឺធ្វើអំពី website e-commerce ដែលមានឈ្មោះថា e-comport shop សម្រាប់ e-comport shop ហ្នឹងគឺជា general e-commerce ដែលវាគឺជាplatform ទូទៅមួយដែលវាលក់សម្ភារៈទូទៅអីក៏មានលក់ក្នុងនោះដែរហើយវាសម្រាប់ market នៅប្រទេសកម្ពុជារបស់យើងមក content របស់យើងគឺមាន6 introduction lateral review methodology result discussion និង conclusion ចំណុចទី1 introduction ទៅលើ background នៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការប្រើប្រាស់អ៊ីនធឺណិតហើយនៅក្នុងការប្រើប្រាស់ smartphone ជាដើមហើយជាពិសេសនៅក្នុងចំណោមយុវជននិងប្រជាជននៅក្នុងទីក្រុងឬក៏នៅជនបទអីផ្សេងៗហើយការផ្លាស់ប្ដូរជា digital ហ្នឹងត្រូវបានផ្លាស់ប្ដូរតាមអរិយាប័ត្រអ្នកប្រើប្រាស់ដោយបង្កើតតម្រូវការសម្រាប់លក្ខណៈភាពងាយស្រួលក្នុងវេទិកាទិញទំនិញតាមអនឡាញដែលអាចទុកចិត្តបានហើយ e-commerce e-commerce shop របស់យើងហ្នឹងគឺជាត្រូវបានបង្កើតឡើងជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់ផ្ដល់នៅផលិតផលឬក៏លក្ខណៈប្រព័ន្ធអេឡិចត្រូនិក fashion សម្រាប់skin care អីជាដើមទៅហើយរបស់ប្រើប្រាស់ក្នុងផ្ទះបាយអីជាដើមហើយវេទិកាហ្នឹងវាបម្រើទាំងអ្នកប្រើប្រាស់នៅប្រទេសកម្ពុជាក៏ដូចជានៅក្នុងស្រុកអីផ្សេងៗហើយតាមរយៈការទីផ្សារអនឡាញហើយនៅក្នុងបច្ចុប្បន្នទោះបីជាយ៉ាងណាក៏ដោយហាងអនឡាញជាច្រើនហ្នឹងសម្រាប់នៅក្នុងប្រទេសកម្ពុជាហ្នឹងគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមនិងមានការខ្វះខាតការគ្រប់គ្រងទៅលើការវិជាទិញមិនត្រឹមត្រូវឬក៏មិនសុវត្ថិភាពនិងមិនមានភាពជឿជាក់ទៅលើប្រព័ន្ធណាមួយហើយដូច្នេះប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិករបស់យើងហ្នឹងគឺខិតខំប្រឹងប្រែងដើម្បីតម្រូវការតាមទីផ្សាររបស់ប្រទេសកម្ពុជាចំណុចទី2 contact problem សម្រាប់ contact problem ហ្នឹងគឺទោះបីជាមានការរីកចម្រើននៃការទិញទំនិញតាមអនឡាញក៏អ្នកប្រើប្រាស់នៅប្រទេសកម្ពុជាជាច្រើនប្រឈមមុខនឹងគឺបញ្ហាដូចជាការអត់ទុកចិត្តទៅលើបណ្ដាញប្រព័ន្ធ platform ណាមួយuser ហ្នឹងគឺអត់មានបទពិសោធន៍ក្នុងការទិញទំនិញឬក៏ប្រើប្រាស់ website នៅ local នៅក្នុងប្រទេសកម្ពុជាហើយទី3ហ្នឹងការគ្រប់គ្រងនោះមានដែនកំណត់សម្រាប់វិធីសាស្ត្រក្នុងការទូទាត់ប្រាក់នៅក្នុងស្រុកឬក៏ប្រព័ន្ធដឹកជញ្ជូនអីផ្សេងៗចំណុចទី3អំពីការ project motivation កំពុងរបស់យើងហ្នឹងគឺមានគោលបំណងដើម្បីដោះស្រាយបញ្ហាប្រឈមដូចជាប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកធ្វើឲ្យមានភាពងាយស្រួលសុវត្ថិភាពដែលអាចប្រើបានទូទៅនិងតម្រូវការសម្រាប់នៅទីផ្សារទៅកម្ពុជារបស់យើងមកចំណុចទី4គឺ aim of the project របស់យើងគោលបំណងសំខាន់នៅក្នុងគម្រោងរបស់យើងហ្នឹងគឺដើម្បីរចនានិងអភិវឌ្ឍទៅលើមាតិកាអេឡិចត្រូនិកដោយគ្រប់គ្រងទៅលើផលិតផលជាច្រើននិងបំពេញតម្រូវការទីផ្សាររបស់ប្រទេសកម្ពុជាខណៈពេលដែលផ្ដល់នៅបទពិសោធន៍ក្នុងការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយសុវត្ថិភាពងាយស្រួលនិងមានប្រសិទ្ធភាពហើយចំណុចទី5គឺអំពី objective របស់ project របស់យើងគឺដើម្បីបង្កើតនូវគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកទូទៅសម្រាប់ប្រភេទផលិតផលជាច្រើនដែលផ្ដល់នៅចំណុចបតិកលាងាយស្រួលក្នុងការប្រើប្រាស់និងលក្ខណៈ responsive interface សម្រាប់ user ប្រទេសកម្ពុជាមកដើម្បីធានានៅការផ្ទៀងផ្ទាត់ក៏ដូចជាsecurity អីផ្សេងៗនៅឲ្យប្រកបដោយសុវត្ថិភាពដើម្បីបើកការគ្រប់គ្រងផលិតផលលក្ខណៈឲ្យវាគ្រប់ដំណត់ប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកគ្រប់គ្រងជាដើមហើយមួយទៀតដើម្បីបង្កើននៅការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតនៅលើទីផ្សារនៅកម្ពុជារបស់យើងនេះគឺជា lateral review គឺយើងបានទៅស្រាវជ្រាវទៅលើ project website គេផ្សេងៗនៅក្នុង GitHub ដែល project website ហ្នឹងគឺបានធ្វើមកលើលក្ខណៈមាន feature admin panel ឬក៏ management folder ឬក៏មាន category អីផ្សេងៗជាដើមនេះគឺជាmethodology វិធីសាស្ត្រក្នុងការអនុវត្តរបស់យើងនៅក្នុងសប្តាហ៍ទី1ហ្នឹងគឺយើងត្រូវការ
វិភាគតម្រូវការឬក៏ផែនការកំពុងរបស់យើងដើម្បីសិក្សានៅប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកដើម្បីកំណត់ទៅលើទីផ្សារពាណិជ្ជកម្មជាតិដើម្បីតម្រូវនិងកំណត់វិសាលភាពនិងមុខងារនៃប្រព័ន្ធផ្សេងៗនៅសប្តាហ៍ទី3ទៅទី4គឺ system របស់យើងចាប់ផ្ដើមរួមបញ្ចូលដល់ការលក្ខណៈ design ប្រភេទទិន្នន័យសម្រាប់system architecture ឬក៏ UI UI wireframe សម្រាប់ user admin ឬក៏ panel ជាដើមហើយសម្រាប់សប្តាហ៍ទី5ដល់ទី6គឺយើងធ្វើការ develop នៅ back end ដើម្បី user use ជាមួយប្រើប្រាស់ជាមួយនឹង Laravel ដូចជា authentication product management category និង order process ជាដើមនៅសប្តាហ៍ទី7ដល់ទី8យើងធ្វើការ develop នៅ implement the user interface front end មានជា product list shopping cart ឬក៏ check out page មានដូចជា responsive ផ្សេងៗសប្តាហ៍ទី4គឺយើងធ្វើការ test system ឬក៏ debug system អីអស់ហ្នឹងដើម្បីប្រកាសថាវាអត់មាន error និងយើងអាច fix error បានតាន់ពេលហើយសប្តាហ៍ទី10ហ្នឹងគឺការ final deployment ឬយើងធ្វើបានជោគជ័យឬហើយយើងមានការរៀបចំក៏ដូចជា presentation ឯជាដើមនេះគឺជា technology ដែលយើងប្រើប្រាស់ back end យើងប្រើប្រាស់ Laravel framework 12 ឡើងទៅហើយសម្រាប់ database យើងប្រើដូចជា SQLite ដើម្បីប្រើប្រាស់ក្នុង local machine ព្រោះអីSQLite វាងាយស្រួលក្នុងការប្រើប្រាស់ហើយណាមួយកុំព្យូទ័ររបស់ខ្ញុំគឺអាចប្រើ MySQL បានដោយសារតែកុំព្យូទ័រខ្ញុំ space ទូចពេកចឹងយើងត្រូវការ run server run អីរបស់ Docker ទៀតទៅវាអត់អាចដំណើរការបានស្រួលចឹងមានភាពតាក់អីចឹងទៅគ្រូហើយយើងប្រើប្រាស់ authentication គឺ Laravel Sun Tham ហើយយើងប្រើ RESTful API ឬជា JSON responsive ជាដើម response ហើយ front end technology របស់យើងគឺយើងប្រើទៅលើ bullet template គឺជាសម្រាប់ design UI របស់យើងហើយយើងមាន custom ទៅលើ CSS ផងដែរហើយជាមួយនឹង Vanilla JS សម្រាប់ធ្វើការ interactivity ហើយយើងប្រើប្រាស់ font awesome សម្រាប់ធ្វើការ icon អីផ្សេងៗអានេះគឺជា result នៅ system របស់យើងដែលយើងបានធ្វើវាដោយជោគជ័យគឺយើងគឺគេហទំព័រជាការលេខទៅហ្នឹងគឺជាប្រភេទផលិតផលចម្រុះលក្ខណៈដូចជាយើងអាចមានដូចជាការចូលឈ្មោះហើយមាន user register login ឬក៏ដាក់ដើម្បីធ្វើការស្វែងរកទីកន្លែងផ្សេងៗធ្វើការ shopping cart ឬ check out system នឹងមានadmin panel សម្រាប់ management ទៅលើ product ឬក៏ order ជាដើមនេះគឺជា interface នៃ website របស់យើងគឺមានប៉ុណ្ណឹងហើយនេះគឺជា admin panel ដែលយើងប្រើប្រាស់ដើម្បីធ្វើការ manage ទៅលើជា product category order user review និង analyze អីផ្សេងៗចូលទៅដល់ discussion strength របស់យើងគឺស័ក្តិសមសម្រាប់ប្រទេសកម្ពុជានិងទីផ្សារ online ដែលកំពុងរីកចម្រើនសប្តាហ៍ថ្ងៃហ្នឹងវាងាយស្រួលប្រើប្រាស់ទាំងអតិថិជននិងអ្នកគ្រប់គ្រងហើយវាគាំទ្រផលិតផលជាច្រើននៅក្នុងមាតិកាដែលអាចកាត់បន្ថយការពឹងផ្អែកទៅលើការផ្សព្វផ្សាយបណ្ដាញសង្គមដូចជា Facebook អី TikTok អីផ្សេងៗហើយមួយទៀតគឺ limitation របស់យើងគឺ payment របស់យើងហ្នឹងគឺវានៅតែអត់ទាន់មានភាពនៅទេគ្រាន់តែជា basic payment មួយហើយប្រព័ន្ធដឹកជញ្ជូនអាចត្រូវបានកែសម្រួលបន្ថែមទៀតយើងអត់ទាន់បាន develop ទៅលើនឹងនេះទៀតដូចជា payment ឬក៏ delivery ហ្នឹងគឺយើងធ្វើការ improve បន្ថែមទៀតហើយយើងត្រូវការទៀមទានៅយុទ្ធសាស្ត្រទីផ្សារដើម្បីបង្កើននៅទទួលបានអ្នកប្រើប្រាស់ហើយនឹងប្រព័ន្ធហើយនឹងភាពពាក់ព័ន្ធទៅនឹងទីផ្សារផ្សេងៗហើយ market relevant គឺភាពពាក់ព័ន្ធនឹងទីផ្សាររបស់យើង e-commerce shop online របស់យើងហ្នឹងគឺវាតម្រុំយ៉ាងល្អសម្រាប់ប្រទេសកម្ពុជាដែលអ្នកប្រើប្រាស់ហ្នឹងគឺមានអាយុចាប់អ្នកប្រើប្រាស់ក្មេងៗអីទៅហើយវាសម្រាប់អ្នកលក់នៅក្នុងស្រុកខ្នាតតូចឬក៏ខ្នាតមធ្យមអីជាដើមហើយវាធ្វើការបង្កើនតម្រូវការសម្រាប់ឬក៏ភាពងាយស្រួលសម្រាប់ការប្រើប្រាស់ទៅលើអ៊ីនធឺណិតការ shopping តាម online អីជាដើម conclusion របស់យើងគឺ
e-commerce shop របស់យើងហ្នឹងគឺវាគឺជាវេទិកាទិញតំណែងអេឡិចត្រូនិកដែលមានគោលបំណងសម្រាប់លក្ខណៈ general product ដែលសម្រាប់ធ្វើឡើងដើម្បីគ្រប់គ្រងនឹងការផ្លាស់ប្ដូរទៅលើប្រព័ន្ធ digital នៅប្រទេសកម្ពុជារបស់យើងហើយប្រព័ន្ធហ្នឹងយើងផ្ដល់នៅរចនាបើសស្អាតនិងសុវត្ថិភាពអ្នកហើយជាមួយនឹងអ្នកប្រើប្រាស់ដែលគាត់អាចទុកចិត្តបានដំណោះស្រាយរបស់យើងគឺការសម្រាប់ការទិញតំណែងតាមប្រព័ន្ធអ៊ីនធឺណិតគឺជាលក្ខណៈផលិតផលជាច្រើនផ្សេងៗទៀតហើយគម្រោងរបស់យើងហ្នឹងគឺបានបង្ហាញពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មអេឡិចត្រូនិកដែលមានភាពមានការអភិវឌ្ឍនៅក្នុងស្រុកក៏អាចបំពេញនៅតម្រូវការសម្រាប់ការប្រើប្រាស់នឹងអាជីវកម្មកម្ពុជាប្រកបដោយប្រសិទ្ធភាពហើយជាមួយនឹងការធ្វើឲ្យប្រសើរឡើងបន្ថែមនៅក្នុងវិធីសាស្ត្រក្នុងការទូទាត់ប្រាក់ឬក៏នឹងការបង្កើនប្រសិទ្ធភាពនៅក្នុងលក្ខណៈ responsive នៅក្នុងទូរស័ព្ទដៃហើយ e-commerce shop របស់យើងមានសក្តានុភាពសម្រាប់ការអភិវឌ្ឍជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជារបស់យើងមកហើយសម្រាប់ slide របស់យើងគឺមានតែប៉ុណ្្នឹងហើយយើងនឹងធ្វើការចូលទៅដល់ project demo របស់យើងឥឡូវយើងធ្វើការចូលមកដល់នៅ project demo របស់យើងនេះគឺជា interface នៅ home page របស់យើងគឺមានបង្ហាញនៅ category ដូចជាទូរស័ព្ទ electronic fashion ឬក៏សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយskin care beauty sport ឬក៏សិភៅឬក៏របស់ក្មេងលេងឬក៏សង្គ្រាមអីជាដើមនេះគឺជា feature product មួយចំនួនដែលវាផលចេញមកគេហើយវាមាននេះគឺជា feature ដែលលក្ខណៈថ្មីដែល feature ថ្មីដែលយើងមានហើយយើងអាចចូលទៅមើល product សម្រាប់ product របស់យើងគឺមាន show នៅ product របស់យើងអីផ្សេងមកជាដើមយើងអាចចុចមានដូចជា filter អីផ្សេងយើងអាច search ទៅតាមនឹងបាន search រកទូរស័ព្ទ search រកអីជាដើមពេលយើងធ្វើការ search ទៅលើទូរស័ព្ទ iPhone វានឹងចេញតែផលិតផល iPhone ហើយនេះគឺជា category ដែលយើងអាចធ្វើការ easy user គាត់ធ្វើការចុចទៅលើ category ណាមួយគឺវាទៅដល់ category មួយហ្នឹងមកដើម្បីឲ្យ user គាត់ងាយស្រួលក្នុងការប្រើប្រាស់ហើយនេះគឺជាពី about page របស់យើងអំពី e-commerce shop គឺមាន detail story មានអីផ្សេងៗជាដើមមានthird អីមាន contact យើងមាន dark mode ឬក៏ add to cart login ជាដើមឥឡូវយើងធ្វើការ register សិនធ្វើការ register ទៅ account មួយខ្ញុំធ្វើការដាក់ឈ្មោះCampot user ហើយខ្ញុំមាន email ដាក់ Campot Campot user @gmail.com អូខេខ្ញុំដាក់ password ដាក់ password អីចោលសិនតើយើងចុច agree មួយមកយើងចុច create account ពេលយើង create account ទៅគឺវា login ចូលទៅ home page របស់យើងហ្មងដោយសារតែវាចាំបាច់ទៅ login ម្ដងទៀតអានេះគឺជា interface ពេលដែលយើង login មកគឺឃើញ user account ឈ្មោះដែលយើងបង្កើតមិញហ្នឹងយើងមានបង្ហាញនៅការ tracking នៅ order shopping cart ឬក៏ edit profile អីជាដើមឥឡូវខ្ញុំនឹងធ្វើការទៅលើការ payment ផ្សេងដូចជា add ទូរស័ព្ទមួយនេះទៅ add ទៅ card មួយadd ទៅ card មួយវា load product add ទៅ card ហ្នឹងហើយចូល add ទៅ card យើងអាចមានធ្វើការ continue shopping ឬក៏យើងអាចprocess check out ជាដើមចំពោះការ check out គឺខ្ញុំគ្រាន់តែធ្វើជា fake credit card ឬក៏ PayPal ជាដើមហើយអនាគតទៅខ្ញុំអាចនឹងធ្វើការintegrate វាជាមួយនឹងបាគង់ដើម្បីឲ្យវាដំណើរការជាមួយនឹង QR code ឬក៏ AC data របស់យើងហ្មងអូខេឥឡូវយើងធ្វើការជ្រើសរើសណាមួយដែលយើងចង់ pay យើងគាត់ជា fake payment ទៅយើងធ្វើការ process payment ទៅសម្រាប់ធ្វើការ process payment
គឺដល់ពេលយើងប្រសេសហើយគឺវានឹងអាច load ជាមួយនឹងreceipt មួយដែលយើងបញ្ជាក់បានថាវាធ្វើការ payment success អូខេបន្ទាប់ពីការគេរងចាំបន្តិចសិនយើងនឹង load receipt មួយមាន order ID មានអីផ្សេងជាដើមការ pay តាម pay នេះហើយអាហ្នឹងគឺយើងការ payment ហ្នឹងគឺវាអត់ទាន់ជោគជ័យទេអញ្ចឹងយើងត្រូវការទៅមើលសិនថាវាមិនវិញអូខេគឺចាំតិចសិនដោយសារតែកុំព្យូទ័ររបស់ខ្ញុំបើកច្រើនពេកទៅវាគាំងតិចហ្នឹងហើយចូលទៅកាន់ user dashboard អូខេនេះជា order របស់យើងមុនហ្នឹងតែមានថ្ងៃខែមានអីចឹងទៅហើយការ order ហ្នឹងគឺវាអត់ទាន់ success ទេវានៅ pending នៅឡើយទេអញ្ចឹងដើម្បី success គឺយើងត្រូវការមើលទៅលើ admin ចំពោះ admin យើងធ្វើការដាក់ admin ខ្ញុំនឹងធ្វើការបង្ហាញជាមួយនឹង dashboard admin ក៏ដូចជា process user គាត់ payment ហ្នឹងគេយើងធ្វើការ login ចូលទៅ user admin អូខេនេះគឺជាប្រដាប់អីផ្សេងៗដែលវាបង្ហាញនៅលើហ្នឹងវាមាន show interface ហើយឬក៏នេះមានជាដើមហើយយើងចូលទៅដល់ការ order នៅនេះក៏យើងក៏វាបង្ហាញមិញដែរនេះ2នាទីមុនតែយើងធ្វើការ order មុនហ្នឹងវានៅ pending នៅឡើយអញ្ចឹងយើងចូលទៅកាន់ order ដើម្បីប្រាប់ថាយើងអាចចូលទៅ editor ថា process មួយហ្នឹងវាបាន payment ឬក៏ pending ឬក៏អីឥឡូវគឺថាយើងមាន cancel មាន refund ឬក៏មាន delivery អញ្ចឹងយើងដាក់ delivery មកមានន័យថាវាធ្វើការដឹកទៅដល់អ្នកដឹកទៅដល់ទៅជូនទៅដល់ user ដែលគាត់ទិញហ្នឹងហើយយើងធ្វើការ update ទៅអូខេចាំតិចនេះបន្តទៅធ្វើការ update ទៅគឺវា process ហ្នឹងគឺវាធ្វើការ delivery success អញ្ចឹងយើងចូលទៅកាន់ user នេះវិញហ្នឹងយើងធ្វើការ refresh មួយមក user account ចឹងវាបង្ហាញថាកន្លែងនេះវាប្រាប់ថា delivery ចឹងអីវ៉ាន់ហ្នឹងបានដឹកទៅដល់ user ហើយអូខេចឹងខ្ញុំបង្ហាញទៅលើដូចជា product category មានដូចជាការ add product អីផ្សេងៗយើងអាច add product មួយចំនួនដូចជាមានយើងដាក់ឈ្មោះproduct របស់យើងឈ្មោះអីចឹងទៅហើយមាន title មានអីយ៉ាងនេះខ្ញុំគាត់ដាក់ជាតិដាក់សម្រាប់ test សិនទៅគូដើម្បីដល់ធ្វើការវីដេអូរបស់យើងលឿនជាងមុនឬ description យើងអាចដាក់តម្លៃរបស់យើងមានប្រមាណតម្លៃហើយវានៅមានប្រមាណ stock មាន20 stock អីចឹងទៅវានៅ category អីគេនៅ category phone smartphone ឬក៏ electronic អីជាដើមទៅតោះមកយើងធ្វើការយើងអាចដាក់ទៅលើរូបភាពទៅលើប្រដាប់របស់យើងសម្រាប់រូបភាពខ្ញុំធ្វើការតេស្តរូបភាពសិននេះខ្ញុំអត់ទាន់មានរូបភាពមួយដែលធ្វើការនេះហ្នឹងទេអូខេឥឡូវខ្ញុំធ្វើការដាក់ហើយយើងអាចបន្ថែមនៅទម្ងន់មកថា status អីជាដើម status វាinactive ឬក៏ net active ជាដើមអាចបន្ថែម description អីផ្សេងៗជាដើមខ្ញុំធ្វើការ create ទៅលើប្រដាប់ហ្នឹងមកទៅអូខេបន្ទាប់ពីយើង create ហើយយើងចាំបន្តិចនេះប្រដាប់មិនហ្នឹងគឺយើង create មក success ហើយអញ្ចឹងយើងធ្វើការទៅចូលទៅ user វិញអូខេយើងចូលទៅ user ចូលទៅ home យើងចង់ទៅមើលប្រដាប់តើប្រដាប់មិនហ្នឹងវាមាននៅក្នុងwebsite user interface អត់ឃើញខ្ញុំស្គាល់ក្រុមនេះប្រដាប់វាបង្ហាញមិញថាវានៅវាបានខ្ញុំបង្កើតមិញមុនហ្នឹងហើយឥឡូវខ្ញុំចូលទៅមើលប្រដាប់អូខេនេះបង្ហាញនៅប្រដាប់ឈ្មោះប្រដាប់របស់យើងអីជាដើមទៅអូខេឥឡូវខ្ញុំមកធ្វើការបង្ហាញនៅcategory កន្លែង category គ្រាន់តែជាកន្លែងមួយដែលយើងធ្វើការ create category បន្ថែមដែលយើងចង់ add category ឈ្មោះអីយើងមាន category ប្រភេទអីផ្សេងទៀតយើងអាច create category យើងបានហើយ order ខ្ញុំបង្ហាញមិនចឹងយើងអាចmanage ទៅលើ order ទាំងអស់យើងអាចedit ទៅលើ order ឬក៏យើងធ្វើការ delete ទៅលើ order អីផ្សេងៗជាដើមសម្រាប់អស់នេះ order យើងអាច delete បានទេដោយសារតែវាអត់ទាន់ success ចឹងវាបើសិនជាវា load cancel អញ្ចឹងយើងអាច delete product បាន
hay cho tao user management nhưng ai manage từ lơ user nhưng ai từ lơ user rồi cả add user rồi cả vào time role từ lơ user ai sen nhưng ai đưa cha nhưngประกาศ name user មួយមកហើយយើងដាក់user name ឬ password អីចឹងទៅ password ហើយយើងដាក់លេខទូរស័ព្ទអីហើយ role ក៏ជាអី role ក៏ជា customer ឬ admin ឡើយយើងដាក់ក៏ជា admin ហើយយើងដាក់ថា verify Gmail ឬក៏ active account នេះជាដើមយើងធ្វើការ create មកអូខេបន្ទាប់ពីយើង create យើងនឹងទទួលបានuser ហើយ user មកខ្ញុំដាក់ឈ្មោះ Thira អូខេនេះ user ខ្ញុំបង្កើតមុនហ្នឹងគ្រូដាក់វាជា role គាត់ជា role admin ហើយបង្កើតឡើងនៅថ្ងៃទីម៉ាន verify ឬក៏អត់ហើយអានេះគឺជាការ review ចំពោះការ review product ហ្នឹងគឺ user គាត់អាចទៅ review product លក្ខណៈយើងចុចទៅលើ product នេះមួយបន្ទាប់មក user គាត់នៅពេលដែលគាត់ review គាត់ធ្វើការចុច review កាយចាក់ code អីជាដើមទៅហើយបន្ទាប់ពីយើងចុច submit review ហ្នឹងវានឹងបញ្ជូនទៅដល់ admin ហើយការ submit ហ្នឹងវាអត់ទាន់បង្ហាញមកទេដល់តែ admin របស់យើងហ្នឹងធ្វើការ approve ហើយយើងធ្វើការ refresh ឡើង admin មួយនេះបើតាមានគាត់ customer មកយើងគាត់ធ្វើការ review មកហ្នឹងនៅ page អញ្ចឹងយើងធ្វើការ approve មកដើម្បីការ approve ដើម្បីលក្ខណៈគាត់ customer គាត់customer គាត់នេះអត់ល្អអញ្ចឹងទៅយើងអាចនេះបានយើងអាចកែតម្រូវបានលុបឬក៏អីជាដើមដល់ពេលដែលយើង approve ទៅទៀតវានឹងបង្ហាញ user ដែលយើងមិញហ្នឹងគឺយើងបាន cover ហ្នឹងអូខេឥឡូវយើងចូលទៅដល់អានេះគ្រាន់តែជាការ analyze លក្ខណៈបណ្ដាតែយើងលក់បានចំណេញប៉ុន្មានអីប៉ុន្មានមាន total order ចំនួនប៉ុន្មានអីចឹងទៅហើយមានuser ហ្នឹងគឺគាត់មាន2 user ដែលខ្ញុំបង្កើតមុនហ្នឹងមិញហ្នឹងតែនេះហ្នឹងហើយអាប្រាក់ដែលយើងទទួលបានហ្នឹង$200លក្ខណៈគាត់ទៅជា analysis category ដែលយើងលក់បានប៉ុន្មានទេហើយយើងមានទៅលើ system ការ edit ទៅលើឈ្មោះហាងរបស់យើងឬក៏ email description website របស់យើងលេខទូរស័ព្ទអីជាដើមមានដូរទៅលើ currency លុយខ្មែរដុល្លារទៅជាអីជាដើមហើយអានេះគ្រាន់តែជាការលក្ខណៈភាពងាយស្រួលដើម្បីយើងធ្វើការលក្ខណៈ execute លើលក្ខណៈយើងអាច export អីទៅលើអា product របស់យើងចំនួន product ទៅជាPowerShell លក្ខណៈExcel អីតាមតែឡើយហ្នឹងវាអត់ទាន់ work មកទេនេះជាការ system setter ហ្នឹងគឺគ្រាន់តែជាយើងអាចមើលទៅលើ system ទៅលើ database អីផ្សេងហ្នឹងហើយយើងអាចមើលទៅលើ storage អីរបស់យើងឬក៏ application model Laravel ឬក៏អីជាដើមមានមើលបានច្រើនលើបែបហ្នឹងមាន system box មានអីផ្សេងអូខេហើយវីដេអូ presentation របស់ខ្ញុំក៏បានបញ្ចប់ទៅនឹងដែរគ្រូ